អូខេហើយថតអីនេះបងប្អូនមកបន្លែប្លុកច្រើនណាអញ្ជើញមកបានចានេះមានដូចជាស្អំចាលហុងតាពាំងទ្របញងទ្របស្រួយរនងតឡាចលពៅខ្ទីនេះចក្រីអីគឺនេះទាំងអស់ចង់បានបន្លែប្លុកអីមនីទាំងអស់ត្រីស្រែមាន់ស្រែក្តាមស្រែអីមានទាំងអស់ខ្នោមកកាក់អូយទៅគឺមានគ្រប់សពអត់ខ្វះទេអូពេលហ្នឹងតឡឹងតាំងឲ្យតាំងពីកាលធ្លាប់ងាប់ម្ដងហ្មងនេះបន្លែប្លុកច្រើនណាបងប្អូនអញ្ជើញមកបានចាឥឡូវមានអារម្មណ៍ថាឥឡូវជាប់ស្នេហ៍ស្រះខ្ញុំហ្មងនេះដោយសារឥឡូវបានតុបតែងធ្វើឡើងស្អាតទលាយវឹងហ្មងនេះទៅទៀតធ្វើរីសតកន្លែងនោះ4ខ្នងជាប់គ្នាដើម្បីទុកមិត្តភ័ក្តិបងប្អូនឲ្យគាត់អញ្ជើញមកលេងអញ្ចឹងណាមានកន្លែងគេងទៅណាចេញទៅក្រៅអត់បានជាប់ភ្លៀងជាប់អីទៅចង់មកបោះតង់ស្ត្រេសអីចឹងគឺនាងខ្ញុំធ្វើនេះធ្វើទុក4ខ្នងចានេះអ៊ូមួយចក្រៃនិយាយទៅមកដល់ទីនេះហើយធានាថាទៅវិញដឹងតែមានរបស់ជាប់ដៃហើយមកគឺមានរបស់ញ៉ាំធានាហ្មងចានេះដើមគុយដើមមានដើមចម្ពោះដើមសាវម៉ាវដើមតរ៉េនដើមភ្ញៀវមកកាក់នោះពិលទឹកទ្របហើយនោះដើមមកខុតต้นមកខុតថ្មព្រៃដូងក្អូបដើមតលេនដើមម្ដេញស្វាយខ្នោឈើរីមកកាក់អីគេចម្ពូតបែកអូយច្រើនណាស់រៀបរាប់មកទៅផ្លែឈើអីក៏មានហើយបើលហុងវិញបាញ់និយាយហើយបើលហុងទៅពាំងមិនច្រើនចេកវិញចេកដំបងចេកស្អីគេចេកពងមាន់នេះដីយើងទៅនោះទៅដីជិត4ហិកតាចឹងធំដល់ពឹងដាក់ដើមដូងក្អូបហើយនឹងដើមសាម៉ៅប៉ាក្មេកចង់ពិសាប៉ាក្មេករបស់លោកប្រធានសៅវិនជេអូយអត់ថាលោកប្រធានក្តីយើងខឹងរហូតអត់មានមហាអញ្ចឹងទេណានោះមន់ទាតងានអីគឺចាំពេញទាំងអស់បងប្អូនអើយឥឡូវនេះចាក់ស្រួលណាមកនោះមន់ចាប់ដើមដាក់ជិត200ក្បាលនោះតងានពេលក្បាលតថែម4ទៀតហើយតែអត់កាប់ទេណាតងានខ្ញុំចំយកកូនមែនតែខ្ញុំអត់ដែរជាកាប់តងានខ្ញុំចំទុកវាឲ្យល្អមើលអញ្ចឹងឲ្យស្អាតអញ្ចឹងណាសូម្បីតែគេទិញក៏ខ្ញុំអត់លក់ឲ្យដែរទុកចំវាតែបើមានអ្នកសុំយកទៅចំខ្ញុំឲ្យបើឲ្យយកទៅសុំខ្ញុំយកទៅកាប់ខ្ញុំអត់ឲ្យទេតងានខ្ញុំចំនេះខ្ញុំចំតួស្អាតទេខ្ញុំអត់ចំបរិភោគសាច់វាទេដោយសារគ្រួសារខ្ញុំរហូបទេសាច់តងានចំឲ្យស្អាតនៅក្នុងស្រះក្នុងស្រែអញ្ចឹងណាឥឡូវនេះមកនេះឆ្អឹងជនីកោបើមកប៉ានអត់មានទេអត់មាននេះនៅកោគាត់អាំងត្រីមកនេះហើយគោសក់ឥឡូវសាបោកចាយគ្រូតិចយ៉ា